បងប្អូនឆៃទូរស័ព្ទរបស់មិត្តភ័ក្តិពេលមកអូសមើលទៅល្អដូចបើទូរស័ព្ទគេតទូរស័ព្ទខ្លួនឯងដូចសួរអញ្ចឹងសូមបងប្អូនទៅពិនិត្យពីចំណុចនេះឡើងវិញអញ្ចឹងចង់ដឹងពីចំណុចណានេះម្នេះមកបងប្អូនអរគ្នាចំណុចទី1បងប្អូនចូលមកកាន់ setting មកបន្ទាប់មកបងប្អូនអូសចុះក្រោមមកបងប្អូនចូលពី accessibility បន្ទាប់មកបងប្អូនមើលកន្លែង motion នេះឲ្យបងប្អូនអូសមកក្រោមបំផុតនេះបងប្អូនមើលមានបានបើកន្លែងនេះហ៎បើសិនជាបើកន្លែងហ្នឹងសូមចុចបិទវិញដូច្នេះទូរស័ព្ទរបស់បងប្អូនចាប់ពី13 Pro Max ឡើងគឺ 520Hz អញ្ចឹងដល់ពេលដែលបងប្អូនចុចអាហ្នឹងទៅវានឹងធ្លាក់សល់តែ 60Hz ទេអញ្ចឹងបងប្អូនបិទអាហ្នឹងមកគឺពេលវាអូសមកគឺ smooth ជាងមុនហើយ 120Hz បន្ទាប់មកចូលចំណុចទី2បងប្អូនចូល setting មកបងប្អូនទៅពិនិត្យមើលកន្លែង accessibility នឹងដូចគ្នាហើយបងប្អូនជ្រើសរើសពាក្យ touch កន្លែងនេះតោះមកបងប្អូនចូលកន្លែង haptic touch នេះអញ្ចឹងកន្លែងនេះជាទូទៅវា default អញ្ចឹងបងប្អូនចុច fast មកអញ្ចឹងកន្លែងហ្នឹងមូលហេតុអីបាន fast ឬក៏ default ពេលនៅ fast បងប្អូនចុចសកត់លើកន្លែងនេះតែបន្តិចគឺវាចេញហើយបងប្អូនចុចកន្លែងនេះបន្តិចគឺចេញហើយបងប្អូនចុចលើធនាគារតែបន្តិចគឺវាចេញមកយើងអាច scan បានអីបានអញ្ចឹងបងប្អូនអរគ្នាគឺ happy touch អញ្ចឹងបងប្អូនបើកតែពីរចំណុចហ្នឹងទៅទូរស័ព្ទរបស់បងប្អូននឹងដើរលឿនជាងមុន